សួស្តីមុនដល់គ្នានៅក្នុងវីដេអូនេះយើងនិយាយអំពីប្រភេទមាតិកាទាំង3មាតិកាទាំង3ហ្នឹងមានន័យខ្លះហើយតួនាទីរបស់វានីមួយៗមានសារៈសំខាន់បែបណាខ្លះសម្រាប់គ្នាយើងអ្នកលក់អនឡាញទី1តកតងទៅនឹងgrow មានន័យថាជួយជំរុញឲ្យមានអ្នកមើលច្រើន connect ធ្វើឲ្យអ្នកមើលឬមួយក៏ audience ស្គាល់ពីផលិតផលរបស់យើងឬមួយក៏សេវាកម្មហើយ convert មានន័យថាធ្វើឲ្យអ្នកមើលឬមួយក៏ audience ទិញផលិតផលឬសេវាកម្មរបស់យើងអូខេតែតើនឹង grow មានថាជួយជំរុញអ្នកមើលច្រើនហ្នឹងមាន4ចំណុចហ្នឹងនៅមានច្រើនទៀតតែខ្ញុំបង្ហាញនៅ4ចំណុចហ្នឹងគឺថាតើតើទៅនឹងការផុសមាតិកាដែលកំពុង trend ការបង្កើត hook ឬមួយក៏ក្បាលវីដេអូឲ្យតាក់ទាញបង្កើត meme ឬមួយគេហៅ meme ហ្នឹងមាតិកាធ្វើឲ្យមានអ្នកសើចវីដេអូ reel ដែលប្លែកៗការផុសតាក់ទងទៅនឹង trend ហ្នឹងគឺជាព្រឹត្តិការណ៍ដែលកំពុងល្បីឧទាហរណ៍ថាព័ត៌មានតារាព័ត៌មានកីឡាហើយបើសិនជាចម្រៀងនៅក្នុង TikTok ដូចជាភ្លេងឬមួយក៏ពាក្យពេចន៍ដែលគេកំពុងពេញនិយមយើងយកមកធ្វើជាបង្កើតជាមាតិកាមួយដែលកំពុង trend សម្រាប់ផ្សព្វផ្សាយដើម្បីឲ្យមានភាពតាក់ទាញហ្នឹងគេហៅថាមាតិកាដែលកំពុងតែ trending ដូចជាឥឡូវហ្នឹងតារាល្បីកំពុងតែវែកញែកស្រឡាញ់អ្នកមានលុយអីចឹងអាហ្នឹងក៏គេយកមកចែកម្លែកយកមកវែកញែកច្រើនដែរក្នុងបណ្ដាញសង្គមនៅថ្ងៃហ្នឹងថ្ងៃទី3ខែ3ហ្នឹងហើយព័ត៌មានកីឡាហ្នឹងហើយតើតើនឹងវិធីបន់ដូចថាវិធីបន់ចូលឆ្នាំនៅថ្ងៃខាងមុខហ្នឹងដឹងតែមាន trend ល្បីៗជាច្រើននឹងគេធ្វើអីចឹងបងប្អូនអាចត្រូវសិក្សាមុននឹងការធ្វើ trending ធ្វើឲ្យមានវិជ្ជាជីវៈត្រឹមត្រូវកុំឲ្យខុសក្រមពីសីលធម៌បងប្អូនយើងធ្វើត្រូវគិតដល់ប្រយោជន៍អ្នកមើលផងយើងកុំគិតថាពី share ច្រើនពេកហើយតើទៅនឹង hook ឬមួយក៏ក្បាលវីដេអូតាក់ទាញប្រភេទការបង្កើត hook ឬមួយក៏ក្បាលវីដេអូតាក់ទាញហ្នឹងគឺជាប្រភេទវីដេអូដែលក្បាលវីដេអូដំបូងត្រឹម3ទៅ5 second ដំបូងគឺទៅធ្វើឲ្យតាក់ទាញឧទាហរណ៍ថាអ្នកខ្លះគេធ្វើប្រភេទ visual effect គេបង្កើត effect មកដើម្បីភាពតាក់ទាញឬអ្នកខ្លះគេធ្វើប្រភេទ text អ្នកខ្លះគេប្រើប្រភេទ transaction មានន័យថាមានវីដេអូមួយនោះកូធាក់មនុស្សទៅបន្ទាប់មកទៅផ្លោងទៅប៉ះនៅស្បែកជើងប៉ះនៅក្អាវដែលយើងកំពុងទៅលក់អាហ្នឹងសិតជា transaction hook ដែលល្អហើយហើយតកតងទៅនឹង meme ឬមួយក៏ meme ហ្នឹងមាតិកាដែលធ្វើឲ្យអ្នកសើចបងប្អូនអាចធ្វើ content meme ហើយ share ចូលទៅក្នុង group របស់គេទៅបើគិនជាគេបើកឲ្យ share ចូលយើង share ទៅបើថាខ្លះគេអាចនឹងគិតលុយឲ្យដែរអាហ្នឹងតាមហ្នឹងប៉ុន្តែបងប្អូនត្រូវបង្កើត meme ឲ្យបានល្អហើយត្រូវស្គាល់ពីអតិថិជនរបស់យើងមុនយើងបង្កើតហើយតើនឹងវីដេអូ reel ប្លែកវីដេអូ reel ប្លែកហ្នឹងប្រយ័ត្នឥឡូវហ្នឹងខ្ញុំឃើញប្រភេទវីដេអូខ្លីៗតើទៅនឹងដូច AI វីដេអូក្មេងៗវាយគ្នាបងប្អូនធ្លាប់ឃើញវាយគ្នាឬមួយក៏សត្វតោវាយឆ្មាខ្លាខំអីចឹងទៅហើយប្រភេទចឹងគេ share ច្រើនហ្នឹងគេហៅថាប្រភេទ grow content ដើម្បីឲ្យមាន reach ច្រើននៅក្នុង page របស់យើងបន្ទាប់ដល់ពេលយើងធ្វើប្រភេទ grow នឹងហើយបងប្អូនត្រូវដឹងមួយទៀតគឺ connect content បងប្អូនត្រូវថាអ្នកដែលគេ share ហ្នឹងបងប្អូនត្រូវយល់ថាពួកគាត់ជាប្រភេទមនុស្សបែបណាដែលឲ្យ share ហើយយើងធ្វើឲ្យពួកគាត់ហ្នឹងមកស្គាល់ពីផលិតផលឬសេវាកម្មរបស់យើងម្ដងកុំឲ្យគាត់ share អត់ន័យធម្មតាដល់ពេលគាត់ share គាត់ follow យើងអីចឹងយើងអាច convert ពួកគាត់ហ្នឹងឲ្យស្គាល់អ្វីដែលយើងកំពុងលក់វិញអត់ថាការបង្កើតជាសាច់រឿងផ្ទាល់ខ្លួនអាហ្នឹងបើសិនជាម្ចាស់អាជីវកម្មខ្លះគាត់និយាយពីសាច់រឿងផ្ទាល់ខ្លួនឯងថាគាត់ពីដើមហ្នឹងអាម៉េចម្ដងឥឡូវហ្នឹងអាម៉េចឬមួយក៏គាត់និយាយពីសាច់រឿងផលិតផលមួយហ្នឹងមុននឹងផលិតបានបែបនេះពីដើមមកហ្នឹងគាត់នឹកឃើញបែបម៉េចធ្វើបែបម៉េចនិយាយទៅនិយាយពី storytelling ដូចជាសាច់រឿងមួយក្នុងការប្រម៉ូទទៅអតិថិជនរបស់គេអញ្ចឹងព្រមនៅយើងចូលចិត្តស្ដាប់នៅសាច់រឿងហើយមួយទៀតតើទៅនឹង behind the scene ហ្នឹងគឺរឿងខាងក្រោយឆាកឧទាហរណ៍ថាអ្នកថតកុនចុះហៅថាយើងអ្នកថតកុនគេកំពុងតែថតជាមួយតារាអញ្ចឹងទៅហើយមាន fan ទៅថតគាត់អាហ្នឹងហើយអាវីដេអូដែលគាត់កំពុងថតហ្នឹងអាវីដេអូហ្នឹងគឺចាប់អារម្មណ៍ច្រើន behind the scene ហ្នឹងគឺផ្ទុះ view ខ្លាំងមកចង្កា2 3វិនាទី5 second អីក៏ផ្ទុះដែរឲ្យតែតាក់ទាញខ្លាំងហើយមួយទៀតតើទៅនឹង feedback អតិថិជន feedback អតិថិជនយើងបង្ហាញអំពីក្រោយពេលដែលអតិថិជនប្រើប្រាស់នៅផលិតផលឬសេវាកម្មរបស់យើងហើយគាត់ទទួលបានលទ្ធផលបែបម៉េចឧទាហរណ៍ថាយើងលក់
skin care អញ្ចឹងទៅគាត់ប្រើទៅធ្វើឲ្យមុខគាត់ស្អាតលក់លេធ្វើឲ្យគាត់ស្បែកសអីចឹងទៅហើយតែទៅសុខភាពធ្វើឲ្យគាត់ហ្នឹងល្អប្រសើរជាងមុនមានកម្លាំងកំហែងអីចឹងទៅកន្លែងចែករំលែកចំណេះដឹងហ្នឹងគឺសំខាន់ណាស់បងប្អូនបើសិនជាយើងអ្នកលក់ប្រភេទផលិតផលសុខភាពទៀតគឺសំខាន់ហើយយើងត្រូវចែករំលែកឲ្យពិតប្រាកដឲ្យត្រឹមត្រូវអញ្ចឹងនៅពេលដែលអតិថិជនគាត់ដឹងពីបញ្ហារបស់គាត់ហើយគាត់នឹងមកស្ដាប់ការចែករំលែករបស់យើងហើយយើងមានផលិតផលមួយដែលអាចដោះស្រាយរបស់គាត់ជូនគាត់បានគឺល្អមែនតើហ្មងកន្លែងចែករំលែកនេះគឺសំខាន់មិនថាការលក់ផលិតផលសុខភាពថែសម្រស់ឬមួយក៏សម្ភារៈប្រើប្រាស់ផ្សេងក៏បានដែរឲ្យតែជួយដោះស្រាយបញ្ហាមនុស្សក៏គេចាប់អារម្មណ៍ដែរអញ្ចឹងប្រភេទមាតិកាហ្នឹងក៏ល្អដែរ convert content មានហេតុធ្វើឲ្យអ្នកមើលឬមួយក៏ audience ហ្នឹងទិញផលិតផលឬសេវាកម្មរបស់យើងដូចបងប្អូនដឹងអញ្ចឹងការផ្ដល់ជូនពិសេស stock មានកំណត់ទាំងអស់នេះសុទ្ធតែវិធីសាស្ត្រនៃការលក់ដូចជាលក់ជាកញ្ចប់នេះយើងអាចធ្វើជា poster ធ្វើជាវីដេអូ promotion ហើយវិធីសាស្ត្រនៃការលក់ជាកញ្ចប់នេះបងប្អូនអាចចូលទៅមើលវីដេអូមួយនេះខ្ញុំបានខ្ញុំណែនាំច្រើនបងប្អូនអាចទៅមើលវីដេអូហ្នឹងទៅបងប្អូនអាចរៀបចំតាមនឹងវីដេអូនេះរៀងខ្លីទេខ្ញុំអត់ចង់ធ្វើវែងហើយនេះ call to action ល្អ call to action ហ្នឹងបែបម៉េចមិនថានៅក្នុង comment យើងត្រូវឲ្យគាត់ auto reply ចូល chat របស់យើងនៅពេលដែលគាត់ chat ចូល page របស់យើងត្រូវផ្ដល់ព័ត៌មានដោះស្រាយជូនគាត់ភ្លាមហើយតាក់ទងនឹងលេខទូរស័ព្ទឬមួយក៏ website ផ្សេងអីគឺយើងត្រូវមានដែរដើម្បីឲ្យភ្ញៀវដឹងពីព័ត៌មានរបស់យើងនឹងកាន់តែលឿនទៅឲ្យនឹងទូលំទូលាយហើយដូចជាចំណុចមួយ comment ភ្ញៀវពីច្រើនជួយចិត្ត comment នៅខ្មែរយើងគាត់ជួយចិត្ត comment បងប្អូនអាចដាក់ auto reply បងប្អូនអាចចូលទៅក្នុងវីដេអូមួយខ្ញុំមួយនេះបានខ្ញុំបានបរៀនរបៀបនៃការដាក់តបឆាតអូតូពេលដែលភ្ញៀវមិនសិនពាក្យថា how much បងតម្លៃប៉ុន្មានលក់បែបម៉េចបងប្អូនសរសេរនៅពាក្យហ្នឹងទៅវានឹងលោតចូលទៅក្នុង Messenger របស់ភ្ញៀវអូតូភ្ជាប់ជាមួយនឹងព័ត៌មានដែលគាត់ចង់សួរប៉ុន្តែអ្វីហ្នឹងគឺយើងសិតតែយើងអ្នក set up ហើយចុះការផុសរបស់យើងហ្នឹងបែបម៉េចបើយល់ល្អបងប្អូនគួរតែផុស grow 40% connect 40%ហើយ convert នេះបងប្អូនគួរតែផុស 20% ទៅបានហើយកុំផុសញឹកញាប់ពេកឧទាហរណ៍ថាយើងផុស promotion លក់ផលិតផលហ្នឹងយើងបង្កើតមាតិកា promotion ហ្នឹងឧទាហរណ៍ថា2ឆ្នាំហើយឃើញតែ promotion វាលែងមានអីពិសេសអញ្ចឹងធ្វើឲ្យ content ហ្នឹងវាសាបហើយគឺផ្ដល់ជូនតែពេលមានព្រឹត្តិការណ៍មាន event អីផ្សេងទៅបានហើយ